ទីមួយគុំត្រឡប់ចាយលុយគេហើយដឹងថាលុយណាជាលុយយើងលុយណាជាលុយគេត្រូវស្គាល់ឲ្យច្បាស់មកមួយទៀតគុំត្រឡប់ចាយលុយលើកពីលុយដែលខ្លួនឯងរកបានមិនក៏ត្រូវចាយដល់មួយខែ50ក៏ត្រូវចាយគ្រាន់ដែរប្រាប់ខ្លួនឯងអញ្ចឹងបងមិនថាអូខ្ញុំរកបានប៉ុណ្ណឹងខ្ញុំចាយមិនគ្រាន់អត់លុយក៏ត្រូវចាយគ្រាន់ដែរអាហ្នឹងបានយើងមានសុវត្ថិភាពថ្ងៃមុខបើយើងអត់ត្រឡប់អញ្ចឹងយើងលុយច្រើនក៏យើងនៅតែចាយអត់គ្រាន់អាចពាក់បំណុលមិនត្រូវខ្ចីពីមួយយកសងមួយទៀតទេយើងសងមួយនឹងអត់ទាន់មានតែយើងអត់មានលទ្ធភាពហើយបើយើងទៅខ្ចីថែមទៀតនឹងថែមមួយទៀតដែរពុំណុលត្រូវចាំកាលណាតែយើងខ្ចីគេមកខាតយូរទៅយើងលងលើលងទៅសតិស្មារតីរបស់យើងចុះខ្សោយទាំងអស់មកយូរទៅយើងអាចទៅជាវិបត្តិផ្លូវចិត្តដេកអត់លូហើយអីរីងរៃអីចឹងទៅសុខភាពល្អក៏ទៅជាឈឺដែរព្រោះតម្លៃក្នុងសង្គមក៏ធ្លាក់ចុះដែរព្រោះតែបាត់បង់កិត្តិយសបាត់បង់តម្លៃយូរទៅយើងមិននឹងជាអន្តរជីវិតនៅណាទេចឹងវាធ្វើឲ្យយើងទៅជាមនុស្សអ្នកតែតោលឲ្យបាត់បង់តម្លៃហើយហានិភ័យចំពោះខ្លួនឯងមកចឹងត្រូវយល់ត្រូវចាំមកច្បាស់ហិរញ្ញវត្ថុជាបញ្ហាធំលំដាប់ទី2ក្នុងជីវិតបន្ទាប់ពីសុខភាព